bà sẽ đây đi cả mùi và bị lục xài hướng sẽ đây bị sơ mà cung bị này cho có krương ở làng ca nâng thứ 4 bà miên đầm lầy bà biên bà krương ở làng ca nâng thứ 4 miên đầm lầy Campuchia bàn chênhประกาศព័ត៌មានបន្ទាប់ពីការផ្សព្វផ្សាយមិនពិតពាក់ព័ន្ធទៅនឹងត្បូងទទឹមនិងត្បូងកណ្ដៀងរបស់កម្ពុជា สมาคมពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជាហៅកាត់ថាពអតកបានចេញសេចក្តីប្រកាសព័ត៌មានជម្រាបដល់សមាជិកសមាជិការបស់សមាគមនិងពាណិជ្ជករអាជីវករព្រមទាំងអតិថិជននិយមប្រើប្រាស់ត្បូងជាពិសេសត្បូងទទឹមនិងត្បូងកណ្ដៀងនៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងត្បូងទទឹមនិងត្បូងកណ្ដៀងរបស់កម្ពុជាថាជាត្បូងក្លែងក្លាយជុំវិញបញ្ហានេះសមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជាក៏បានអញ្ជើញបុគ្គលដែលពាក់ព័ន្ធមកសួរនាំនិងបំភ្លឺបញ្ជាក់រួចរាល់ហើយនៅអ្វីដែលបានបកស្រាយនោះជាព័ត៌មានមិនពិត ដើម្បីកុំឲ្យមានការភ័ន្តច្រឡំនិងមានចម្ងល់អំពីវិញ្ញាបនបត្រត្បូងដែលកំពុងកាន់កាប់សមាគមបញ្ជាក់ថាប្រសិនបើមានករណីកើតឡើងសមាគមសូមឲ្យសមាជិកសមាជិការបស់សមាគមនិងពាណិជ្ជករអាជីវករព្រមទាំងអតិថិជននិយមប្រើប្រាស់ត្បូងជាពិសេសត្បូងទទឹមនិងត្បូងកណ្ដៀងនៃព្រះរាជាណាចក្រកម្ពុជាអាចតាក់ទងទៅកាន់សមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជាតាមរយៈទូរស័ព្ទលេខ 099 ឬ 087 909 999 ឬតាម Telegram WhatsApp WeChat ដើម្បីទទួលបានព័ត៌មានលម្អិតផ្សេងៗ សមាគមក៏សូមឲ្យអ្នកពាក់ព័ន្ធដែលមិនទាន់បានចុះបញ្ជីទទួលស្គាល់ជាផ្លូវការអាចចុះបញ្ជីនៅសមាគមចាប់ពីថ្ងៃជូនដំណឹងនេះតទៅម្យ៉ាងទៀតចំពោះត្បូងមិនថាត្បូងទទឹមនិងត្បូងកណ្ដៀងឬត្បូងដែលបាននាំចូលដោយមិនទាន់បានចុះបញ្ជីអាចយកទៅចុះបញ្ជីនៅសមាគមបានដូចគ្នាប៉ុន្តែចំពោះត្បូងដែលមិនទាន់បានចុះបញ្ជីហើយមានបញ្ហាកើតឡើងដោយចៃដន្យនោះសមាគមនឹងចាត់វិធានការសមស្របប្រសិនបើមានជនរងគ្រោះស្នើសុំមកកាន់សមាគម បងគុណច្រើន